ងម៉ូដប្រភេទនេះគឺយើងប្រើក្រដាសឡាំងកាត់វាជាបន្ទះតូចៗខ្លីៗ7-8បន្ទះទៅរួចបកស្រទាប់ក្រដាសឡាំងមកខាងទៅដើម្បីយើងធ្វើម៉ូដជាប្រភេទក្រឡាបញ្ឈើឆ្នូតអញ្ចឹងណាបន្ទាប់មកយើងយកកធន់ជួរមកយើងចាក់ដីខ្សាច់ចូលប្រហែលជាកម្រាស់1ឬក៏2ថ្នាំងដៃយើងហ្នឹងបង្ហាប់វាឲ្យណែនហើយយើងយកក្រដាសឡាំងហ្នឹងយកមកបិទធ្វើជារង្វាន់ខាងលើខាងក្រោមនៅសល់ក្រដាសឡាំងដែលយើងធ្វើកាត់តូចៗហ្នឹងយើងបិទបញ្ឈើទៅធ្វើជាម៉ូដរបស់ផើងយើងអញ្ចឹងណាយកស្នោម្ដុំដាក់ចោះចំកដាលនៃដីខ្សាច់នៅក្នុងកធន់ហ្នឹងហើយយើងយកម៉ែត្រឬក៏ឈើជ្រុងមកចាក់វាឲ្យត្រុត4កន្លែងហ្នឹងដើម្បីធ្វើជើងផើងប្រើកធន់រាងតូចជាងកធន់មុនហ្នឹងយកមកលាបប្រេងឲ្យហើយទៅដើម្បីទុកដាក់កដាលហើយលាយស៊ីម៉ង់ឲ្យបានខាប់ល្អយកមកចាក់ចូលឲ្យបានលិចអាស្នោនៅកដាលហ្នឹងឲ្យចាក់កម្រាស់ល្មមហើយយើងយកអាកធន់ដែលយើងត្រៀមទុកហ្នឹងយកមកដាក់ចំកដាលមកដាក់ដីខ្សាច់ចូលក្នុងកធន់តូចហ្នឹងទៅហើយនៅសល់ចន្លោះខាងចាក់ស៊ីម៉ង់ចូលដើម្បីធ្វើកម្រាស់ផើងឬក៏ជញ្ជាំងផើងហ្នឹងណារួចរាល់ហើយដាក់វាហាលឲ្យស្ងួតពេលហាលស្ងួតហើយបកពុំចេញទៅដកកធន់នឹងចេញគៀដីខ្សាច់ចេញគៀกระดาษឡាំងនឹងចេញបកវាឲ្យស្អាតសម្អាតផើងឲ្យស្អាតយកទៅលាបថ្នាំយកមកដាំកូនឈើដាំកូនរុក្ខជាតិបានយ៉ាងស្រស់ស្អាតនេះជាសមិទ្ធផលចុងក្រោយ share វីដេអូផងបងប្អូនអរគុណ